បាទលោកអ្នកនាងជាទីមេត្រីដើម្បីបញ្ជាក់ឲ្យច្បាស់នៅបញ្ហារឿងផែនទីនេះយើងបានអញ្ជើញលោកតំណាងរាស្ត្រសំអានមកម្ដងទៀតហើយជនទី2គឺលោកបណ្ឌិតសុកទូចនិងជនទី3គឺលោកនីចរិយាលោកគឺជាប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាត់ហុកការពិតវិទ្យុអាស៊ីសេរីក៏មានផែនទីនោះដែរដែលបញ្ជូនចេញមកពីអ្នកគ្រប់គ្រងនៃបណ្ណាល័យនៃអង្គការសហប្រជាជាតិនោះតែម្ដងហើយបើតាមសង្កេតមើលទៅលើផែនទីនោះមានខ្លះបោះពុម្ពនៅឆ្នាំ1926ហើយបោះឡើងវិញនៅឆ្នាំ1952ខ្លះបោះនៅឆ្នាំ1952ហើយខ្លះទៀតបោះនៅឆ្នាំ1953បាទនេះគឺជាផែនទីដែលយើងទទួលបានដែរពីបណ្ណាល័យតែម្ដងដែលគេបានអ៊ីមែលមកពីបណ្ណាល័យរបស់អង្គការសហប្រជាជាតិនៅក្រុងញូវយ៉កបាទមកដល់ចំណុចនេះខ្ញុំចង់ងាកមកលោកបណ្ឌិតសុកទូចមុនគេលោកបណ្ឌិតលោកបានជ្រាបសាច់រឿងនេះអស់ហើយតើលោកបណ្ឌិតនឹងមានផែនការយ៉ាងណាដើម្បីស្នើយកផែនទីនោះពីអង្គការសហប្រជាជាតិមកម្ដងទៀតទេពីព្រោះបើតាមលោកតំណាងរាស្ត្រសំអានគាត់ថាគាត់នឹងមិនបញ្ជូនបន្តទេដើម្បីកុំឲ្យគាត់ថាគាត់នឹងឯងคล้ายសូមអញ្ជើញលោកបណ្ឌិតសុកទូចបាទខ្ញុំគ្រាន់តែជម្រាបជូនទៅឯកឧត្តមសំអានថាអង្គការសហជីវជាតិមិនមែនបៃលុកបៃឡទេគេឆ្លើយតបទៅនឹងការពិតអីដែលរដ្ឋាភិបាលចង់បានពីព្រោះរដ្ឋាភិបាលបានដាក់លិខិតហើយលិខិតហ្នឹងមិនមែនដូចអ្វីដែលឯកឧត្តមសំអាននិយាយថាទៅសួរអ្នកបណ្ណារៈនិយាយម្ដងចេះម្ដងចុះមិនមែនទេលិខិតហ្នឹងគេសរសេរជាលិលាក់អក្សរមិនមែននិយាយតមាត់ទេគឺមានន័យថាម៉េចថាសុំយកផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិនៅក្នុងទសវត្សរ៍ទី60បានឆ្នាំ1963ដល់69ដែលតម្កល់ហ្នឹងយកមកអាផ្ទាត់ហើយអង្គការសហប្រជាជាតិគេបានរកទីទៅនៅទាំងនៅញូវយ៉កវាអត់ឃើញគេឃើញមានតែ18ទាំងហើយ18ទាំងហ្នឹងគឺជាផែនទីដែលការឈ្លានពានចំណុចតែយើងបញ្ជាក់មកទៀតអញ្ចឹងទេបើសិនជាអង្គការសហជីវជាតិធ្វើលបែងដូចបៃលុកបៃឡបែបនេះគឺអ្វីដែលអាយដាមសំអានមានប្រសាសន៍ហ្នឹងគឺជារឿងមិនត្រឹមត្រូវរបស់អង្គការសហជីវជាតិអ្នកទទួលខុសត្រូវមិនមែនក្រុមខ្ញុំមិនមែនរាជរដ្ឋាភិបាលក៏មិនមែនគណៈបកប្រឆាំងដែរគឺជាការទទួលខុសត្រូវរបស់អង្គការសហជីវជាតិដែលធ្វើការមិនត្រឹមត្រូវក៏ប៉ុន្តែបើក្នុងករណីអង្គការយើងសរសេរលិខិតមួយទៀតខ្ញុំជឿជាក់ថារដ្ឋាភិបាលមិនសរសេរទៅទៀតទេហេតុអីបានជាមិនសរសេរព្រោះមានគោលការណ៍3ទី1បានសរសេរហើយមិនមែនត្រឹមតែអង្គការសហជីវជាតិទេសរសេរទៅមហាអំណាចធំទាំង3បារាំងអង់គ្លេសអាមេរិកចំណុចទី2យើងបានយកផែនទីដែលមាននៅក្នុងអង្គការសហជីវជាតិដែលទៅប្តឹងគេទាំង18ទាំងហ្នឹងយើងឃើញថាវាដូចអ្វីដែលមានរបស់ពីបទសពថ្ងៃហើយចំណុចមួយទៀតដែលសំខាន់បំផុតគឺយើងយកផែនទីពីប្រទេសបារាំងដែលលោកហ្វ្រង់ស៊ួស ហូឡង់បានផ្ញើជូនមកកម្ពុជាតាមរយៈសម្ព័ន្ធទូតប្រចាំនៅប៉ារីសជាណាចក្រកម្ពុជាទាំងគណៈបកប្រឆាំងទាំងគណៈបកហ៊ុនស៊ីពេចទាំងគណៈបកប្រជាជនក៏ដូចរាជរដ្ឋាភិបាលនិងក្រមស្រាវជ្រាវនិងសារព័ត៌មានដែលមានកាមេរ៉ារាប់រយកាមេរ៉ាបានបង្ហាញថាវាដូចគ្នាតើមានស្អីដែលជាចម្លែកចំណុចមួយទៀតអ្វីដែលខ្ញុំបានឃើញឥឡូវនេះខ្ញុំមាន10ផ្ទាំងអ្វីដែលរបស់លោកសំអានផ្ញើអាយដាមសំអានបង្ហោះតាមគេហទំព័រហ្នឹងគឺខ្ញុំមានហើយវាដូចគ្នាខុសតែមួយផ្ទាំងទេបើយើងយកមកជាលក្ខណៈបច្ចេកទេសវាខុសមួយផ្ទាំងហើយចំណុចមួយទៀតដែលខ្ញុំចង់ជម្រាបជូនថាអ្វីដែលអាយដាមសំអានលោកមានប្រសាសន៍ធ្វើបែបនេះមិនត្រឹមត្រូវទេពេលគេស្ទៀងទាត់បានអញ្ជើញអាយដាមសំអានទាំងនៅរាជបណ្ឌិតសភាក្នុងនាមលោកអត់មកទេហើយខ្ញុំបានទូរស័ព្ទទៅគាត់ផ្ទាល់គាត់ថាគាត់ជាប់រវល់បេសកកម្មកាលណាយើងបដិសេធរបស់ណាមួយតើយើងមានឯកសារនៅក្នុងដៃហើយឬនៅតើយើងមានឯកសារគ្រប់គ្រាន់ពីរាជរដ្ឋាភិបាលហើយឬនៅយើងមានឯកសារពីបារាំងហើយឬនៅយើងមិនមែនគ្រាន់តែទាញយកពីអង្គការសហជីវជាតិយើងបដិសេធអ្នកដទៃនេះគឺជាភាពមិនត្រឹមត្រូវរបស់អ្នកស្រាវជ្រាវនិងភាពមិនត្រឹមត្រូវរបស់អ្នកនយោបាយដែលយើងថាគេតែយើងអត់មានរបស់គេអានឹងគឺជាបញ្ហាគ្រោះថ្នាក់របស់អ្នកនយោបាយ
បាទចំណុចនេះខ្ញុំសូមបញ្ជាក់គូបញ្ជាក់តាពីថ្មីបាទលោកបណ្ឌិតឆ្លើយលើសពីអ្វីដែលខ្ញុំសួរការពិតខ្ញុំបានគ្រាន់តែចង់សួរថាតើលោកបណ្ឌិតនឹងមានបំណងសរសេរទៅទេប៉ុន្តែលោកបណ្ឌិតឆ្លើយដែរប៉ុន្តែមានអីបន្ថែមទៀតថាលោកនឹងមិនសរសេរទេហើយលោកជឿថារាជរដ្ឋាភិបាលនឹងមិនសរសេរទៅសុំម្ដងទៀតទេហើយទម្លាក់កំហុសនេះបើសិនជារឿងនឹងកើតឡើងមែនទម្លាក់កំហុសនេះទៅខាងអង្គការសហប្រជាជាតិវិញមុននឹងបកគលទូនីតិនេះទៅឲ្យលោកតំណាងរាស្ត្រសំអានដើម្បីលោកឆ្លើយចំពោះសំណួរថាតើមានប្រមាណផ្ទាំងខ្ញុំបាទសូមឆ្លើយពីរឿងវិទ្យុអាស៊ីសេរីគឺថាយើងក៏បានទទួលដែរពីបណ្ណាល័យរបស់អង្គការសហប្រជាជាតិនឹងតែម្ដងយើងបានទទួល23ផ្ទាំងបាទសូមអញ្ជើញលោកតំណាងរាស្ត្រសំអានបាទសូមអញ្ជើញឆ្លើយតបផែនទីដែលផ្លូវការគឺផែនទីតម្កល់នៅអង្គការសហប្រជាជាតិហើយផែនទីដែលខ្ញុំរកឃើញហ្នឹងខ្ញុំគ្រាន់តែចង់ឲ្យរដ្ឋាភិបាលយកទៅផ្ទៀងផ្ទាត់មើលថាប្រើបានឬមិនបានដូចគ្នាឬមិនដូចប៉ុន្តែធម្មតាគឺផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិដែលខ្ញុំបញ្ជាក់ម្ដងទៀតគឺនៅតម្កល់នៅអង្គការសហជាតិហ្នឹងគឺជាផែនទីផ្លូវការហើយផែនទីហ្នឹងស្របទៅនឹងមាត្រា2នៃរដ្ឋធម្មនុញ្ញហើយបើសិនជារដ្ឋាភិបាលអត់យកទៅផ្ទៀងផ្ទាត់ផងមិនតាន់បានទទួលផងហើយថាផែនទីហ្នឹងមិនត្រឹមត្រូវអាហ្នឹងជាការសន្និដ្ឋានមុនមិនតាន់បានឃើញផងមិនជារឿង logic រដ្ឋាភិបាលគួរតែយកទៅពិនិត្យមើលសិនហើយតាមលោកឯកអគ្គរដ្ឋទូតប្រចាំនៅ UN ដែលនិយាយតាមវិទ្យុអស៊ីសេរីថាគាត់នឹងដើរទៅអង្គការសហប្រជាជាតិដើម្បីពិនិត្យមើលហ្នឹងជាការត្រឹមត្រូវខ្ញុំសូមគោរពនៅចំពោះរបស់គាត់យកមកមើលមកផ្ទៀងផ្ទាត់ទាំងអស់គ្នាទៅបើយកជាការបានយើងយកទៅប្រើទៅហើយផែនទីនេះគឺជាផែនទីដែលទទួលស្គាល់ដោយសន្និសីទអន្តរជាតិក្រុងហ្សឺណែវឆ្នាំ1954ដែលមានមហាអំណាចទាំង5ចូលរួមហើយនឹងប្រទេសទាំង3នៅឥណ្ឌូចិនហ្នឹងរួមទាំងវៀតណាមផងជាអ្នកទទួលស្គាល់ទៅលើផែនទីទាំងអស់ហ្នឹងនៅក្នុងសន្និសីទអន្តរជាតិហ្នឹងហើយបារាំងជាអ្នកចែកផែនទីហ្នឹងហើយបើសិនជារដ្ឋាភិបាលថាមិនយកផែនទីហ្នឹងទៅទេមិនស្នើទេអាហ្នឹងទៅធ្វើឲ្យប្រជាពលរដ្ឋមានចងល់ថាហេតុអីមិនយកផែនទីផ្លូវការទៅប្រើព្រោះផែនទីដែលអង្គការសហប្រជាជាតិយកទៅពីមុនហ្នឹងគឺជាផែនទី UTM ຂະຫນາດ1/100,000ទេប៉ុណ្ណឹងអាមេរិកតម្លាក់ក្របបែកទេមិនមានជាផែនទីផ្លូវការទេរដ្ឋាភិបាលក៏និយាយដែរថាផែនទីហ្នឹងគឺមិនចង់បានទេហើយខ្ញុំបានសួរអ្នកគ្រប់គ្រងបណ្ណាល័យច្បាស់ហើយថាហេតុអីបានជារដ្ឋាភិបាលមិនចង្អុលយកផែនទីហ្នឹងគាត់ថាបង្ហាញទៅមន្ត្រីរដ្ឋាភិបាលដែរប៉ុន្តែប្រតិភូរដ្ឋាភិបាលគេមិនយកធ្វើម៉េចខ្ញុំដឹងថ្ងៃនេះមុនលោកបាគីមូនអគ្គលេខាធិការអង្គការសហប្រជាជាតិសរសេរលិខិតទៅឆ្លើយតបទៅលោកហ៊ុនសែនហ្នឹងគឺគេហៅប្រតិភូមកមើលហើយបន្តមកបានបណ្ណាល័យ manager ហ្នឹងអ្នកគ្រប់គ្រងបណ្ណាល័យហ្នឹងរាយការណ៍ទៅលោកបាគីមូនហើយលោកបាគីមូនបានសរសេរលិខិតទៅតាមអ្វីដែលគេព្រមព្រៀងរវាងបណ្ណាល័យ manager អ្នកគ្រប់គ្រងបណ្ណាល័យហ្នឹងហើយនឹងប្រតិភូរបស់កម្ពុជាហ្នឹងណាដូច្នេះយើងមិនអាចចោទទៅលើបណ្ណាល័យរបស់អង្គការសហប្រជាជាតិថាធ្វើការខុសទេព្រោះដូចខ្ញុំថាអញ្ចឹងបណ្ណាល័យ manager ហ្នឹងអ្នកគ្រប់គ្រងហ្នឹងគាត់ថាគាត់មិនដឹងថាមាត្រា2នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជានិយាយអំពីផែនទីហ្នឹងនិយាយអំពីរឿងអីផងហើយគាត់ក៏មិនច្បាស់រឿងផែនទីរបស់កម្ពុជាដែរណាអញ្ចឹងមានតែបទពូរបស់កម្ពុជាទេដែលចង់ដឹងថាផែនទីរបស់ខ្លួនដែលចង់បានហ្នឹងផែនទីប្រភេទណាព្រោះគេមានផែនទីច្រើនប្រភេទហ្នឹងមានផែនទី UTM ຂະຫນາດ1/50,000របស់អាមេរិកមានផែនទីបណ្ដឹងអាមេរិកទម្លាក់ក្របបែកមានផែនទីបោនຂະຫນາດ1/100,000ហើយលោកជុនច័ន្ទបតជួអស៊ីសេរីក៏បានឃើញអ៊ីមែលហ្នឹងពីអង្គការសហប្រជាជាតិដែរដូច្នេះរឿងនេះមិនមានជារឿងคล้ายៗទេគឺប្រកាសជាមានដូច្នេះរដ្ឋាភិបាលគួរតែយករឿងហ្នឹងទៅប្រាប់ប្រជាពលរដ្ឋខ្មែរហើយយកផែនទីហ្នឹងទៅបង្ហាញប្រជាពលរដ្ឋខ្មែរដើម្បីឲ្យប្រជាពលរដ្ឋខ្មែរគាត់អស់ចិត្តហើយផែនទីហ្នឹងឯងដែលធ្វើឲ្យមានការឯកភាពជាតិមានថាអាចឯកភាពរវាងខ្មែរនិងខ្មែរព្រោះផែនទីនោះជាផែនទីផ្លូវការហើយគឺទទួលស្គាល់ជាអន្តរជាតិបាទសូមអរគុណលោកអ៊ុំសំអានលោកសុកទូចអំបញ្ញមិញនេះគឺថាលោកបានទម្លាក់កំហុសថាបើសិនជារឿងនឹងការពិតមែនទម្លាក់កំហុសទៅខាងអង្គការសហប្រជាជាតិដែលបញ្ជូនផែនទីមកខុសពីការស្នើសុំនៅពេលដែលខ្លួនមានផែនទីដែរឥឡូវនេះខ្ញុំចង់ឲ្យអ្នកច្បាប់ដើម្បីជួយពិចារណាឡើងវិញតើយើងគួរក្នុងដំណាក់កាលនេះយើងគួរពិភាក្សាថាតើអ្នកណាខុសអ្នកណាត្រូវឬមួយក៏គេយកទស្សនវិជ្ជមានបែបណាខ្លះពីការរកឃើញថ្មីនេះបាទសូមអញ្ជើញលោកនីចរិយាបាទ
បាទសូមអរគុណខ្ញុំយល់ថាដោយសារតែរឿងនេះវាមិនមែនជារឿងដែលដឹងដល់ត្រូវតែមានអ្នកខុសមានអ្នកត្រូវទេខ្ញុំយល់ថាជាឆន្ទៈរបស់រដ្ឋាភិបាលផងដែលបានសរសេរលិខិតស្នើសុំផែនទីຂະຫນາດ1លើ100,000ក៏ប៉ុន្តែបើយោងតាមលិខិតផ្លូវការរបស់អង្គការសហប្រជាជាតិបាននិយាយថាផែនទីຂະຫນາດ1លើ100,000អង្គការសហប្រជាជាតិរកមិនឃើញទេចឹងហើយបានជាអង្គការសហប្រជាជាតិបានផ្ញើបានយកផែនទី UTM ຂະຫນາដ1លើ50,000មកឲ្យរដ្ឋាភិបាលខ្ញុំគិតថានេះជាឱកាសល្អដែរដែលលោកហ៊ុនសែនបានទៅរកឃើញនៅអ្វីដែលរដ្ឋាភិបាលកម្ពុជាកំពុងតែចង់បានអញ្ចឹងយើងគួរតែយករបស់ដែលយើងកំពុងតែស្វែងរកទាំងអស់គ្នានេះតែជារបស់ជាតិតែមួយនេះយកមកមើលពិនិត្យមើលណាថាតើរបស់នេះពិតជារបស់មួយដែលយើងកំពុងតែស្វែងរកមែនទេហើយជារបស់ដែលសំខាន់ទេសម្រាប់ឲ្យយើងយកមកប្រើប្រាស់ក្នុងគោលដៅថែរក្សានៅផលប្រយោជន៍របស់ប្រទេសជាតិហើយដើម្បីកុំឲ្យយើងយករបស់មួយដែលកំពុងតែមានអតិថិជនទៅធ្វើជានយោបាយខ្ញុំតែងតែមានការស្នើសូមឲ្យអ្នកនយោបាយកុំយករឿងជាតិធំដូចជារឿងផែនទីនេះមកបម្រើនយោបាយហើយភ្លេចគិតអំពីផលប្រយោជន៍របស់ប្រទេសជាតិព្រោះថាកាលណាយើងយករបស់មួយមកបំរើឲ្យផលប្រយោជន៍នយោបាយក្រុមមួយទៀតក៏គេយកអានឹងទៅបំរើឲ្យផលប្រយោជន៍នយោបាយធ្វើឲ្យរបស់មួយដែលជារបស់មួយដែលគួរតែឲ្យវាឯករាជ្យហ្នឹងវាលែងឯករាជ្យបានហើយខ្ញុំគិតថារដ្ឋាភិបាលបានសរសេរទៅម្ដងហើយពីរឿងសុំផែនទីຂະຫນាដ1លើ100,000នេះខ្ញុំយល់ថារដ្ឋាភិបាលមិនចាំបាច់ស្នើសុំម្ដងទៀតទេគ្រាន់តែធ្វើលិខិតសុំឲ្យអង្គការសហប្រជាជាតិហ្នឹងដែលអ្វីដែលមានថ្មីហ្នឹងឲ្យឬក៏បើសិនជាដូចលោកអ៊ុនសំអាងគាត់មានប្រសាសន៍មែនឬក៏យើងអាចសុំទាំងអស់មកថាឥឡូវថែទីមានប្រមាណនៅក្នុងអង្គការសហប្រជាជាតិហ្នឹងដែលតាក់ទងនឹងកម្ពុជាហ្នឹងយើងសុំមើលទាំងអស់ទៅហើយយើងមើលហើយយើងយកទៅមួយណាដែលវាស្របទៅនឹងរដ្ឋធម្មនុញ្ញនៃរាជាណាចក្រកម្ពុជាហ្នឹងយើងសុំគេអានឹងយកមកប្រើប្រាស់ទៅបាទអញ្ចឹងជំហររបស់លោកថាមិនគួរនឹងចោទខាងណាខុសខាងណាត្រូវនៅឡើយទេយកអានេះមកធ្វើជាការរកឃើញថ្មីដើម្បីជាប្រយោជន៍ជាតិទូទៅមិនយករឿងនឹងជារឿងនយោបាយទេក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយចុះនៅក្នុងសេចក្តីបំភ្លឺចេញដោយទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃនឹងមានការចោទខ្លាំងណាស់ទៅលោកអ៊ុំសំអានមានចោទរហូតដល់តែប្រើពាក្យថាគឺនេះគឺជាអបាយកលទុច្ចរិតបំផុសបំផុលគំនិតជាតិជ្រុលនិយមបំបែកបំបាក់ការឯកភាពជាតិហើយក៏ចោទលោកថាលោកនឹងជន់ឈ្លីរដ្ឋធម្មនុញ្ញហើយប្រមាថស្ថាប័នកម្ពុជារបស់ជាតិក្នុងនោះគាត់ចោទថារំលោភរដ្ឋសភាផងព្រឹទ្ធសភាផងរាជរដ្ឋាភិបាលផងរំលោភដល់ព្រះមហាក្សត្រទៅទៀតហើយចុងបញ្ចប់នៃលិខិតនឹងក៏មានសេចក្តីព្រមានថារាជរដ្ឋាភិបាលមានកាតព្វកិច្ចពិចារណាយ៉ាងម៉ឺងម៉ាត់នៅវិធានការផ្លូវច្បាប់ដើម្បីការពាររដ្ឋធម្មនុញ្ញក៏ដូចជាសេចក្តីសុខសេមខ្សាន្តរបស់ប្រជាជាតិនិងកម្ពុជាទាំងមូលនេះគឺជាការព្រមានមួយទៅលោកអ៊ុំសំអានអាដាមអ៊ុំសំអានតើអាដាមមានប្រតិកម្មបែបណាដែរចំពោះការចោទប្រកាន់ទាំងអស់នេះបាទបាទផ្ទុយទៅវិញមិនមានជាការមាក់ងាយទៅលើស្ថាប័នកម្ពុជារបស់ជាតិទេគឺខ្ញុំវិញទេជាអ្នកជួយស្ថាប័នកម្ពុជារបស់ជាតិនឹងឲ្យរកឃើញផែនទីផ្លូវការគឺផែនទីរបស់អង្គការសហប្រជាជាតិដូច្នេះខ្ញុំបានជួយស្ថាប័នកម្ពុជារបស់ជាតិហើយក៏បានជួយជាតិរបស់កម្ពុជាទាំងមូលហើយក៏ជួយប្រជាពលរដ្ឋដែលបាត់បង់ដីស្រែចម្ការរបស់គាត់ដោយសារការបោះបង្គោលនោះនៅតាមបណ្ដោយព្រំដែនកម្ពុជាវៀតណាមផងដែរណាដូច្នេះបើសិនជានៅស្រុកគេវិញស្រុកអាមេរិកស្រុកអីវិញប្រកាសជាគេ
lực sở sa nè để rồi khơi phèn ti phao ca chứng hay ai miền được tu đồng vònเพราะ ai thà ban phân khiêm mình trong ban được tu đồng vòn thế vừa đấy chỉ cả ta bậc cây là bậc nhóm chỉ nè đầm nào đấy để trao ca pía bồ rạ pía từ đây Campuchia ca pía Campuchia pro để bắt bong từ đây nó ta mà chỉ đây là bắt đây ra chấm ca bậc có sai giống nó pe bậc cố là nhé đấy chứ nàyรัฐบาลกูแต่สวายโรคาปิดโดยโลกนิจารยาก็มีภาษาจังให้โลกอายาแก่เราตูกัมพูชีประจำในยูเอ็นก็ถ้าก็พงเตะตัวทางยูเอ็นเนี่ยดังนั้นมันไม่จะเสียเลยครับเติมมาเราเทียบขณะสมแพนตีนั่งมาเตรียมพัดกับบ้านไหนเพราะสมไปแต่เขียมหนุ่มนาเรียกเขียมสมบ้านเรื่องไอ้โลกอายาแก่เราตูประจำในยูเอ็นนั่งมันไอ้สมแพนตีหนึ่งบ้านไอ้แพนตีรัฐบาลก็ลองมานั่งยังอัดดังแบบปุ๊บฉบับหรอโลกว่ากับห้องการเมืองไฮแพนตีโนติสไลการคณะรัฐมนตรีไปก่อนเมืองไฮแพนตีก่อนนั่นก็ท่าแพนตีก็โยมปีองค์การสหประชาชาติบ่ขอยมาองค์การสหประชาชาติช่วยเล็กขัดโลกฮุนเซนท่าอัดเมียนแพนตีได้จังบ้านนั่งเต้โลกว่ากับห้องท่ามันดังทางสมัยท้ายโยแพนตีตัวดมคอเลยออดดังนั้นแพนตีก็เมียนฉบับเมียนประพบมาฉบับเราให้โลกมันสุดตุ้ยก็เมียนภาษาท่ากันนะแพนตีโยมาปีหน้าไปตราปีปันอะไรนั่นไงดังนั้นแพนตีเราถอยบ้านเมียนตราเวียดนามอันนั้นได้ทัวร์ไปจีบรัฐสองสายให้เมียนหัตถ์เลยค่ะเนี่ยตุสวัสดิ์80 ปีดังนั้นมาป้อนมาได้83ไหมระเวียงโลกลีวันเลยหนึ่งโลกđất mình tì đòn là say coi về say cái tha pentiเราทำอยู่บ้านคือแผนตีนั่งเรามา copy ซอลเรากัมพูชียังนั่งปันตามโลกงกอมก็นั่งก็เชียมันไตรชนพวกกระทรวงการบริเทศก็ท่าการปีสมัยตุสวัสดิ์80นั่งยูนมานั่งเคยแผนตีกัมพูชีโยตบัดได้นะแล้วใช่ไหมแผนตีเราเมียนประพบฉบับเราเต้จังมันท่าเราโยแผนตีดมกรองค์การสหประชาชาติได้เมียนประพบฉบับเราให้จีแผนตีเปล่าแก่ดอกแผนตีได้องค์การสหประชาชาติช่วยตอบโต้นั่นคือรัฐบาลท่านั่งแผนตีเมียนจังกอดจังบ้านนี่คือแผนตีในประเด็นอเมริกันสำเร็จขอใบดอกแผนตีได้โยมปีศกปรังก็มันเมียนจีแผนตีเปล่าแก่ได้โดยจำท่าจังแผนตีได้จีแผนตีเปล่าแก่นั่นคือเมียนนำข้อองค์การสหประชาชาตินั่นไงโดยฉะนั้นรัฐบาลกูแต่ยกแผนตีนั่งดำไปเติบเตียงตอดจีมวยแผนตีบอรัฐบาลดำไปอเมริกาไอกระเทียบเชียดให้ไอกาเปียโบราณเปียตึกได้การไปเชียฟังไหนมาบาดลูกนิจาริยาให้หนึ่งลูกบัดดักสุกตุยตาลูกกึศธาตรงเวอร์ระบอบลูกองค์สมานนี่คือจิการบังกอใบกอลตุจริตบ่มปุลปริยากาได้ที่หรือมวยก็จิการช่วยชมลือปีลูกนิจาริยามาดองให้ปกครองชมจังไปแจมาดองติดว่าแบบខ្ញុំយល់ថាយើងមើលរដ្ឋាភិបាលមានកាតព្វកិច្ចការពាររដ្ឋធម្មនុញ្ញនេះជាខ្លឹមសាររបស់សេចក្តីថ្លែងការណ៍នៃទីស្តីការគណៈរដ្ឋមន្ត្រីដល់ខ្លួនឯងអញ្ចឹងកាលណាគេប្រើពាក្យថាការពាររដ្ឋធម្មនុញ្ញមានន័យថាគ្រប់មាត្រាទាំងអស់ត្រូវតែការពារគ្រប់មាត្រាទាំងអស់នៃរដ្ឋធម្មនុញ្ញយើងត្រូវតែការពារអញ្ចឹងនៅក្នុងមាត្រា2នៃរដ្ឋធម្មនុញ្ញនិយាយអំពីផែនទីបនខ្នាត1លើ100,000គឺអ្នកណាក៏ដោយឲ្យតែធ្វើការក្នុងន័យយកផែនទីមកត្រឹមត្រូវតាមមាត្រាហ្នឹងគឺត្រូវតែជួយការពារគ្នាបាទមិនយើងទៅរុញគេថាមិនមែនបដិសេធចេះចោះទេគឺថាត្រូវទៅជួយការពារវិញទេព្រោះពួកគ្នាទៅខិតខំជួយការពាររដ្ឋធម្មនុញ្ញដែរបាទអរគុណលោកនាយចរិយាប៉ុណ្ណេះបាទពេលវេលាយើងខ្លីណាស់ឥឡូវខ្ញុំចង់ឮពីលោកបណ្ឌិតសុកទូចវិញលោកដែលអ្នកកំពុងធ្វើការពីរឿងព្រំដែននៅពេលដែលរកឃើញថ្មីបែបនេះបើវិជ្ជាការពិតមែនគួរលើកសរសើរលោកអ៊ុំសំអានឬមួយគួរតែចាប់គាត់ដាក់គុកអរគុណអ្វីដែលឯកឧត្តមអ៊ុំសំអាននិយាយហ្នឹងគឺបើតាមរដ្ឋធម្មនុញ្ញខុសទាំងអស់ទី1ផែនទីតម្កល់នៅឆ្នាំ1963ដល់69គឺខុសរដ្ឋធម្មនុញ្ញបាត់ទៅហើយទី2ឯកឧត្តមអ៊ុំសំអានឬនីចរិយាត្រូវមើលប្រវត្តិសាស្ត្រឆ្នាំ1953ខ្មែរទទួលឯករាជ្យ1954បាត់ទៅចេញស្រុកខ្មែរទេអញ្ចឹងអត់មានរដ្ឋាភិបាលខ្មែរណាទៅតម្កល់នៅអង្គការសហជីវជាតិទេសូមមើលប្រវត្តិសាស្ត្រកុំនិយាយការពិតសូមមើលប្រវត្តិសាស្ត្រព្រោះប្រវត្តិសាស្ត្របានចារច្បាស់ណាស់វាមានឯករាជ្យធ្វើនៅពេលកាត់អញ្ចឹងសូមឲ្យអ្នកយោបាយចេះប្រវត្តិសាស្ត្រផងខ្មែរបានខំពពាវនាវឲ្យរៀនប្រវត្តិសាស្ត្រចំណុចមួយទៀតផែនទីមានតែ23ឆ្នាំបើយកប្រើប្រាស់វាបាត់ទឹកដីខ្មែររួចទៅហើយផែនទីដែលជាប់វៀតណាមគឺមាន26ឆ្នាំ1270 គីឡូម៉ែត្រអញ្ចឹងឲ្យច្បាស់កន្លែងហ្នឹងបើមិនច្បាស់ទេកុំបញ្ហាព្រំដែនមកធ្វើជារឿងនយោបាយ
អត់ច្បាស់ទេគ្រាន់តែនិយាយប្រមាណចំណុចហ្នឹងគាត់ត្រូវទាំងអស់ បាទ ពួតតែឯងការពីរដ្ឋធម្មនុញ្ញអីបើខុសរដ្ឋធម្មនុញ្ញ បាទ រដ្ឋធម្មនុញ្ញសម្គាល់ឆ្នាំ1963ដល់69ហើយ54នេះទៅនឹងឯករាជ្យទេរដ្ឋាភិបាលមិនអ្នកណាទៅយកទៅហើយចំណុចមួយទៀតបើសិនជាផែនទីនេះតម្កល់ដោយរដ្ឋាភិបាលខ្មែរតើមានចុះហត្ថលេខាដល់បុគ្គលណាម្នាក់ដល់បុគ្គលណាម្នាក់អានឹងដែលយើងត្រូវគាត់ហ្នឹងអ្នកណាអ្នកចុះហត្ថលេខាដូចជាប្តឹងអញ្ចឹងមានអ្នកគេមានអ្នកចុះហត្ថលេខាដោយអ្នកដែលប្តឹងឬក៏អ្នកដែលតម្កល់អញ្ចឹងយើងនិយាយអាហ្នឹងជាទឹកតាំងនៅក្នុងផ្លូវច្បាប់ហើយយើងអត់មានយើងចេះតែនិយាយយើងចេះនិយាយគ្រាន់តែ23ផ្ទាំងហ្នឹងវាខុសបាត់ទៅហើយផែនទីវាមាន26ផ្ទាំង បាទ ហើយផែនទីដែលយើងថាវារបស់បារាំងហ្នឹងយកមកដាក់ហ្នឹងវាត្រឹមត្រូវគ្រាន់តែផ្លូវច្បាប់ពីព្រោះផែនទីដែលយកមកពីបារាំងហ្នឹងមិនបានសុខពិចារប្រតិធានអំពីអង្គនីតិបញ្ញត្តិពីព្រឹទ្ធសភានិងសភាប៉ុន្តែវាត្រូវគ្នានឹងរដ្ឋផែនទីរបស់រដ្ឋាភិបាលតែគាត់បានសច្ចាអន់ពីអង្គនីតិបញ្ញត្តិអានឹងដែលយើងត្រូវនិយាយអំពីការពិតយើងនិយាយពីពិតហើយបើសិនជាឯកឧត្តមអ៊ុំសំអានរក26យ៉ាងហើយតម្កល់មានអ្នកនិយាយត្រឹមត្រូវលោកខ្លាចជាវីរៈជនប៉ុន្តែអ្វីដែលលោកនិយាយមិនមែនវីរៈជនអ្នកបំផ្លាញជាតិរបស់ខ្លួនឯងបំផ្លាញជាតិរបស់ខ្លួនឯង បាទអញ្ចឹងខ្ញុំនឹងបកមកលោកបណ្ឌិតសុកទួយវិញបន្តិចទៀតនេះប៉ុន្តែខ្ញុំចង់ឲ្យលោកអ៊ុំសំអាតបានឆ្លើយតបវិញក្នុងនាមលោកជាតំណាងរាស្ត្រខ្លួនឯងលោកសុកទួយបានចោទប្រកាន់ច្រើនណាស់ថាងាយប្រាក់ចាស់ពីរដ្ឋធម្មនុញ្ញច្រើនណាស់លោកសូមបកស្រាយដោយខ្លីបាទខ្ញុំនឹងបកមកលោកបណ្ឌិតសុកទួយវិញបន្តិចទៀត បាទតាមពិតលោកមនិតសុខទួយគាត់បកស្រាយខុសថាផែនទីតម្កល់នៅ UN ហ្នឹងត្រូវតម្កល់ចន្លោះឆ្នាំ63 69មេត្រា 2នៃរដ្ឋធម្មនុញ្ញចែងអញ្ចឹងតាមពិតមាននិយាយតម្កល់ទេមេត្រា 2នៃរដ្ឋធម្មនុញ្ញនិយាយថាដែលផែនទីនោះទទួលស្គាល់ក្នុងចន្លោះឆ្នាំ63ដល់69ដូច្នេះផែនទីដែលគេយកតម្កល់ឆ្នាំ54ហ្នឹងគឺផែនទីបន្ទាប់ពីសន្និសីទក្រុងហ្សឺណែវឆ្នាំ1954ដែលទទួលស្គាល់ដោយមហាអំណាចទាំង5និងប្រទេសក្នុងឥណ្ឌូចិនណាប្រទេសកម្ពុជាវៀតណាមឡាវហ្នឹងហើយផែនទីនឹងឯងគឺផែនទីដែលសម្ដេចតាគាត់ប្រើដែរហើយដែលសម្ដេចតាយកទៅឲ្យមហាអំណាចទាំង5ហើយក៏សហគមន៍អន្តរជាតិទទួលស្គាល់ក្នុងចន្លោះឆ្នាំ63និង69ហើយមេត្រា 2នៃរដ្ឋធម្មនុញ្ញគេសំដៅលើផែនទីຂະຫນາດ1លើ 100,000 ដែលធ្វើក្នុងចន្លោះឆ្នាំ33ដល់53ហើយផែនទីដែលនៅអង្គការសហប្រជាជាតិហ្នឹងគឺជាផែនទីបោនຂະຫນາដ1លើ 100,000 ហ្នឹងហើយសំដៅលើមេត្រា 2នៃរដ្ឋធម្មនុញ្ញហើយដែលផែនទីហ្នឹងគេធ្វើក្នុងចន្លោះឆ្នាំ33ដល់53ហ៎ព្រោះបារាំងគេធ្វើក្នុងចន្លោះឆ្នាំហ្នឹងហើយបន្ទាប់មកក្រោយមួយឆ្នាំគឺឆ្នាំ54បានដាក់ឲ្យសន្និសីទអន្តរជាតិក្រុងហ្សឺណែវឆ្នាំ1954នោះទទួលស្គាល់ផែនទីហ្នឹងដូច្នេះផែនទីហ្នឹងគឺជាផែនទីផ្លូវការផែនទីដែលផ្លូវការគឺផែនទីតម្កល់នៅអង្គការសហប្រជាជាតិដល់ផែនទីរដ្ឋាភិបាលប្រើសពថ្ងៃដូចខ្ញុំជម្រាបពីមុនអញ្ចឹងគឺអត់មានប្រភពច្បាស់លាស់ថាផែនទីហ្នឹងយកមកពីណាមកពី UN មកពីអង្គការសហប្រជាជាតិហ្នឹងឬក៏មកពីមហាអំណាចណាឬក៏មកពីខាងណាអត់ដឹងប៉ុន្តែយើងដឹងថាមានសញ្ញេឆ្នាំ1985ដូច្នេះមានផែនទីនោះគឺផែនទីអមជាមួយនឹងសន្ធិសញ្ញាឆ្នាំ1985ដែលសម័យយួនគ្រប់គ្រងហើយអានោះវាផ្ទុយទៅនឹងមាត្រា2នៃរដ្ឋធម្មនុញ្ញនឹងមាត្រា55នៃរដ្ឋធម្មនុញ្ញនិងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1991ហើយផ្ទុយទៅនឹងច្បាប់អន្តរជាតិស្តីពីម្ចាស់កម្មសិទ្ធិកាន់កាប់ទឹកដីក្រោយពេលចប់សង្គ្រាមដែលគេឲ្យយកមរតកបារាំងព្រោះមរតកនៅលើពិភពលោកហ្នឹងតាមច្បាប់អន្តរជាតិមានតែពីរគឺបារាំងនិងអង់គ្លេសដល់យើងគ្រប់គ្រងដោយបារាំងត្រូវយកមរតករបស់បារាំងប៉ុន្តែយើងអត់យកមរតករបស់បារាំងយើងមកយកមរតករបស់យួននាទសវត្សរ៍ទី80ដែលសម័យយួនគ្រប់គ្រងហើយពេលហ្នឹងកម្ពុជាអត់មានកៅអីនៅអង្គការសហប្រជាជាតិទេហើយយើងយកផែនទី UTM ຂະຫນាដ1លើ 50,000 របស់អាមេរិកទៅរបស់បកគោលដែលនិយាយនៅក្នុងសន្ធិសញ្ញាឆ្នាំ1985ទំព័រទី12ហើយនឹងនិយាយម្ដងទៀតនៅក្នុងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ2005ប្រការ3ចំណុច2ឃើញទេដូច្នេះយើងមិនយកមរតករបស់បារាំងយើងបែរទៅជាយកមរតករបស់អាមេរិកនិងមរតករបស់យួនវាផ្ទុយនឹងច្បាប់ជាតិនិងច្បាប់អន្តរជាតិបាទអរគុណលោកទាំងអស់ឥឡូវនេះយើងជួបតែជែកពីរឿងការទៅជែកពីរឿងផែនទីមកបន្តិចសិនចុះពីព្រោះថាទៅជែកក៏វាមិនចប់ដែរការឆ្លើយឆ្លងចុះឡើង